ជំរាបសួរបងប្អូនទាំងអស់គ្នាតើស្ត្រីឬគ្រួសារមានកម្រងចង់បានបុត្រធីតាចង់មានកូនហ្នឹងតើគាត់ត្រូវចាក់វ៉ាក់សាំងអ្វីខ្លះដល់ម្ដាយដែលត្រៀមនឹងទាំងដើម្បីការពារគាត់និងកូនក្នុងកំឡុងពេលមានផ្ទៃពោះក៏ដូចជាក្រោយពេលសម្រាលហើយមិនមែនយើងនិយាយចឹងតើមនុស្សស្រីម្នាក់ជាអ្នកដើរតួទេគឺយើងជាមនុស្សប្រុសក៏ដើរតួដែរមុនមានកូនទាំងពីរនាក់គឺយើងត្រូវទៅពិនិត្យសុខភាពជំងឺដែលចាំបាច់ត្រូវព្យាបាលយើងព្យាបាលឲ្យជាសិនហើយជំងឺដែលត្រូវចាំបាច់គ្រប់គ្រងគឺយើងគ្រប់គ្រងវាឲ្យជាប់លាប់ជាមួយវិជ្ជាដិតជាមួយគ្រូពេទ្យជំនាញសិនហើយសឹមយកកូនអញ្ចឹងហើយតើមុនមានផ្ទៃពោះតើស្ត្រីត្រូវតែចាក់វ៉ាក់សាំងអ្វីខ្លះទី1គឺស្លតែនទឹកជ្រិលហើយនឹងសួរបេឡាអានេះយើងចាក់តិចផុតមួយខែមុនមានផ្ទៃពោះហើយល្អបំផុតគឺមុន3 ខែទៅព្រោះបើយើងចាក់គៀកពេកឬចាក់ពេលមានកូនហើយវាអាចមានឥទ្ធិពលទៅលើទារកធ្វើឲ្យទារកលូតលាស់មិនប្រក្រតីជាពិសេសគឺអាចទៅជាពិការភាពផងដែរទី2គឺចាក់វ៉ាក់សាំងអត់ស្វាយអានេះយើងត្រូវដឹងថាភរិយារបស់យើងឬគាត់ខ្លួនគាត់ហ្នឹងគឺគាត់ត្រូវដឹងច្បាស់ថាគាត់មិនដែលកើតអត់ស្វាយទេអញ្ចឹងបើមិនដែលកើតទេគឺចាំបាច់ត្រូវចាក់ហើយយើងចាក់ល្អបំផុតគឺ3 ខែមុនមានផ្ទៃពោះបើយឺតយ៉ាវតិចបំផុតគឺ1 ខែបើក្រោយនោះគឺចាក់បាននេះហើយទី3គឺចាក់វ៉ាក់សាំងរលាកថ្លើមបេយើងត្រូវចាក់វ៉ាក់សាំងហ្នឹង3ជុល3ដុសក្នុងចន្លោះ6 ខែយើងចាក់ហ្នឹងដើម្បីកុំឲ្យឆ្លងវីរុសរលាកថ្លើមទៅទារកក៏ដូចជាទៅម្ដាយដែលពោះហ្នឹងទី4គឺដាសាយយើងចង់ចាក់ពេលណាក៏បានដែរមួយឆ្នាំចាក់ម្ដងក៏បានមានផ្ទៃពោះហើយចាំចាក់ក៏បានចាក់មុនផ្ទៃពោះក៏បានដែរអីទេហើយទី5គឺហាស់ PV ដែលយើងស្គាល់ថាជំងឺសេះមាន់ហ្នឹងបើសិនជាប្រពន្ធរបស់យើងបើសិនជាយើងជាស្ត្រីពពោះហ្នឹងអត់ទាន់ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននឹងទេយើងចាំបាច់ត្រូវចាក់មុនមានផ្ទៃពោះហ្នឹងដើម្បីអីការពារខ្លួនយើងក៏ដូចជាការពារទារកជុំឲ្យកើតជំងឺមហារីកមាត់ស្បូនកុំឲ្យឆ្លងអាវីរុសហ្នឹងទៅកូនហើយអាចបង្ការបានជំងឺផ្សេងៗទៀតហើយការចាក់ទីសោតគឺចាក់ឲ្យបានគ្រប់ដោះមុនមានគភ៌យើងចាក់ឲ្យបានគ្រប់ដោះមុនមានគភ៌ទី6គឺយើងចាក់ខាន់ស្លាក់ក្អកមាន់និងតេតាណូសនេះវ៉ាក់សាំងនេះគឺយើងចាក់នៅចន្លោះ3 ខែកណ្ដាលមានតែយើងមានគភ៌គឺចែកចេញជា3ត្រីមាស3 ខែដំបូងត្រីមាសទី1 3 ខែបន្ទាប់ត្រីមាសទី2ហើយ3 ខែចុងក្រោយគឺត្រីមាសទី3អញ្ចឹងយើងចាក់នៅត្រីមាសទី2ហើយល្អបំផុតគឺយើងចាក់នៅត្រីមាសទី3 ខែចុងក្រោយមុនសម្រាលនឹងដែលត្រូវនឹងសប្តាហ៍ទី27ដល់36នឹងគឺល្អបំផុតហើយយើងចាក់វ៉ាក់សាំងនេះគឺការពារអីគេកក់មាន់ខាន់ស្លាក់ជាពិសេសបង្ការតេតាណូសទាំងដាយទាំងទារកក្រោយពេលសម្រាលព្រោះពេលសម្រាលយើងអាចប្រើឧបករណ៍នេះនោះអាចជាវះកាត់អីតិចអញ្ចឹងទៅអរគុណសម្រាប់ការតាមដានវីដេអូហើយសូមបងប្អូនជួយ like ជួយ subscribe វីដេអូ channel របស់ខ្ញុំផងអរគុណ